សួស្តីប្រិយមិត្តទាំងគ្នាស្វាគមន៍មកកាន់វីដេអូសម្រាប់សាច់រឿងប្រដាល់ដ៏ជក់ចិត្តរបស់យើងនៅថ្ងៃនេះដើម្បីកុំឲ្យកាត់ពេលយូរយើងទៅតាមដានសាច់រឿងទាំងអស់គ្នាការប្រកួតឈានចូលមកដល់ចំណុចដ៏ពិបាកបំផុតសម្រាប់អ៊ីប៉ូនៅជ្រុងម្ខាងលោកគ្រូខាម៉ូហ្គាវ៉ានិងយ៉ាហ្គីកំពុងតែពិភាក្សាគ្នាដោយទឹកមុខបារម្ភយ៉ាងខ្លាំងព្រោះតែស្ថានភាពរាងកាយរបស់ IPO ហាក់ដូចជាធ្លាក់ចុះខ្សោយខ្លាំងមែនទែនបន្ទាប់មកងាកមកមើលលើសង្វៀនវិញក្នុងទឹកទី2នេះ Kobashi នៅតែបន្តគ្រប់គ្រងការប្រកួតបានយ៉ាងល្អគេប្រើបច្ចេកទេស V ដករហូតអាចយកឈ្នះពិន្ទុក្នុងទឹកនេះបានយ៉ាងងាយស្រួលទៀតងាកមកមើលខាងជ្រុងរបស់ Kobashi វិញអ្នកសប្បាយចិត្តញញឹមបិទមាត់មិនចិត្តទេព្រោះយុទ្ធសាស្ត្រវាយយកពិន្ទុរបស់ពួកគេកំពុងតែជោគជ័យតែសម្រាប់អ៊ីប៉ូវិញពេលវេលាក្នុងការសម្រាកមានតិចតួចពេកមិនអាចឲ្យលោកគ្រូពន្យល់យុទ្ធសាស្ត្របានវែងឆ្ងាយនោះទេលោកគ្រូកាម៉ូហ្គាវ៉ាក៏សម្រេចចិត្តប្រាប់ទៅអ៊ីប៉ូខ្លីៗថាត្រូវប្រើក្បាច់វាយបដូរកុំបញ្ឈប់ដៃហើយត្រូវវាសម្រុកទៅលើដងខ្លួនរបស់វាឲ្យខ្លាំងបំផុតភ្លាមៗនោះសម្លេងជុងទឹកទី3បានបន្លឺឡើងក្នុងទឹកនេះ Kobashi កាន់តែមានទំនុកចិត្តគេផ្ដោតទៅលើការគេចនិងការរងកណ្ដាប់ដៃរបស់អ៊ីប៉ូតែប៉ុណ្ណោះដើម្បីរក្សាតារាងពិន្ទុដែលខ្លួនកំពុងនាំមុខពីពិន្ទុស្រាប់អ៊ីប៉ូបានព្យាយាមវាបដូរបច្ចេកទេសតាមដែលលោកគ្រូប្រាប់ដែរប៉ុន្តែមិនបានសម្រេចឡើយព្រោះ Kobashi ក្បាលខូចណាស់គេអានដឹងពីចលនារបស់អ៊ីប៉ូទាំងអស់ការសន្សំកណ្ដាប់ដៃរបស់ Kobashi វាយចូលម្ដងបន្តិចចាប់ផ្ដើមធ្វើឲ្យអ៊ីប៉ូពិបាកនឹងបង្រួមចម្ងាយហើយចលនាជើងក៏ចាប់ផ្ដើមរឹងធ្វើឲ្យចប់ទឹកទី3 Kobashi នៅតែបន្តនាំមុខដដែលស្របពេលនោះដែរពេលត្រឡប់មកជ្រុងសង្វៀនវិញស្ថានភាពកាន់តែអាក្រក់លោកគ្រូខាម៉ូហ្គាវ៉ាដើម្បីចង់ឲ្យអ៊ីប៉ូភ្ញាក់ស្មារតីនិងត្រជាក់ខ្លួនក៏បានយករុក្ខជាតិកទៅស្អំឲ្យចំចំណុចសំខាន់តំបន់ក្រោមខ្សែក្រវ៉ាត់របស់អ៊ីប៉ូតែម្ដងដើម្បីឲ្យរាងកាយគេឆាប់ចុះកម្ដៅលោកគ្រូបានបញ្ជាក់ប្រាប់អ៊ីប៉ូចំថាឯងកំពុងតែចាញ់ពិន្ទុគេហើយបើចង់ឈ្នះមានតែវិធីម្យ៉ាងគត់គឺត្រូវតែវេផ្ដួលគេឲ្យសន្លប់ឲ្យបានទឹកទី4ដែលជាទឹកផ្ដាច់ព្រាត់បានចាប់ផ្ដើមអ្នកប្រដាល់ទាំងពីរបានដើរចូលមកកណ្ដាលសង្វៀនអ៊ីប៉ូដឹងខ្លួនឯងច្បាស់ថានេះគឺជាឱកាសចុងក្រោយរបស់គេហើយគេបានសម្រុកចូលទៅរក Kobashi ដោយរន្ទះបាញ់ដែលធ្វើឲ្យ Kobashi ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិននឹកស្មានថាអ៊ីប៉ូដែលមានរបួសពេញខ្លួននៅតែអាចមានល្បឿនលឿនបែបនេះសោះដើម្បីរក្សាចម្ងាយសុវត្ថិភាព Kobashi បានវាកណ្ដាប់ដៃជាប់គ្នាទៅលើអ៊ីប៉ូរហូតដល់ត្រូវមួយដៃចំថ្គាមពេញទំហឹងធ្វើឲ្យអ៊ីប៉ូវិលមុខសឹងតែដួលទៅហើយពេលឃើញអ៊ីប៉ូចង់ត្រេតបែបនេះ Kobashi ចាប់ផ្ដើមមានចិត្តរំភើបខ្លាំងគេចង់ទទួលបានអារម្មណ៍នៃការវាយផ្ដួលគូប្រកួតឲ្យសន្លប់ជាលើកដំបូងក្នុងជីវិតគេក៏បានសម្រេចចិត្តបោះបង់យុទ្ធសាស្ត្រថយក្រោយហើយបែរជាសម្រុកចូលមកវាយ Apple វិញយ៉ាងខ្លាំងក្លាប៉ុន្តែនេះគឺជាកំហុសដ៏ធំព្រោះវាបានផ្ដល់ឱកាសឲ្យ Apple អាចវាយសងទៅលើដងខ្លួន Kobashi បានសម្រេចទោះបីជាគ្រូបង្វឹក Yasuda បង្ហាញពីការបារម្ភក៏ដោយក៏ Kobashi មិនស្ដាប់ដែរគេចង់ឈ្នះដោយការ KO ដូចគ្នាបន្ទាប់មកអ្នកទាំងពីរបានវាយដោះដូរគ្នាយ៉ាងសាហាវបំផុតKobashi វាសម្រុកមិនដកដៃសង្ឃឹមថានឹងអាចផ្ដួលអ៊ីប៉ូបានប៉ុន្តែអ៊ីប៉ូបានប្រើបច្ចេកទេសដែលគេធ្លាប់ប្រើប្រឆាំងនឹងមីយ៉ាតាដោយព្យាយាមទប់ទល់និងរកចន្លោះប្រហោងចុងក្រោយអ៊ីប៉ូក៏បានរកឃើញឱកាសមាសគេបានងើបចេញពីជ្រុងសង្វៀនរួចវាយកណ្ដាប់ដៃត្រង់ចំមុខ Kobashi ពេញទំហឹង Kobashi វង្វេងស្មារតីភ្លាមរួចក៏ត្រូវអ៊ីប៉ូថែមមួយដៃទៀតចំដងខ្លួនធ្វើឲ្យ Kobashi ដួលបោកទៅលើក្តារតារាងខណៈដែលសល់ត្រឹមតែ13វិនាទីចុងក្រោយប៉ុណ្ណោះទោះបីជាគ្រូ Yasuda ស្រែកលើកទឹកចិត្តយ៉ាងណាក៏ដោយក៏ Kobashi ព្យាយាមងើបឡើងទាំងត្រដោរួចក៏ដួលទៅវិញភ្លាមអាញាកដាលបានប្រកាសឲ្យអ៊ីប៉ូជាអ្នកឈ្នះដោយការផ្ដួលគូប្រកួតឲ្យសន្លប់ក្នុងខណៈដែលសល់ពេលត្រឹមតែ2វិនាទីទៀតប៉ុណ្ណោះនឹងចប់ទឹកក្រោយចប់ការប្រកួតក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ Kobashi បានជជែកជាមួយលោកគ្រូ Yasuda ទាំងស្ដាយក្រោយចំពោះភាពឆន់ល្ងង់របស់ខ្លួនដែលចង់បាន KO ប៉ុន្តែលោកគ្រូ Yasuda បានលើកទឹកចិត្តគេថាបើគេខំប្រឹងបន្តទៀតគេពិតជាអាចធ្វើបាននៅថ្ងៃក្រោយស្របពេលនោះដែរអ៊ីប៉ូដែលកំពុងរំភើបជាមួយជ័យជំនះក៏បានរត់ទៅប្រាប់ Takamura ដែលកំពុងត្រៀមខ្លួនឡើងប្រកួតដណ្ដើមខ្សែក្រវ៉ាត់ការប្រកួតដ៏ធំបានចាប់ផ្ដើម Takamura បានឡើងលើសង្វៀនប្រឈមមុខជាមួយម្ចាស់ខ្សែក្រវ៉ាត់ Yoshiaki Yajima អ្វីដែលមិនគួរឲ្យជឿនោះគឺនៅពេលដែលអ៊ីប៉ូដើរទៅដល់កន្លែងទស្សនាគេបែរជាឃើញ Takamura កំពុងតែដួលនៅលើក្តារតារាងទៅវិញអ៊ីប៉ូក៏បានស្រែកលើកទឹកចិត្តមិត្តរួមក្រុមរបស់គេយ៉ាងខ្លាំងដែលធ្វើឲ្យអ្នកទស្សនាពេញសាល Korakuen ចាប់ផ្ដើមស្រែកតាមដែរសម្លេងនេះបានធ្វើឲ្យ Takamura កើតចិត្តខឹងនិងពុះកញ្ជ្រោលឡើងរួចក៏ក្រោកឈរឡើងវិញដើម្បីបន្តការប្រកួតតើសាច់រឿងនឹងទៅជាយ៉ាងណាតើ Takamura អាចដណ្ដើមខ្សែក្រវ៉ាត់បានដែរឬទេស្ថានភាពនៅលើសង្វៀនពេលនេះគឺកំពុងតែឈានដល់ចំណុចបន្ទាប់ពីត្រូវរងនៅកណ្ដាប់ដៃដួលទៅលើក្តារកេនវ៉ាស់រួចមក Takamura បានប្រឹងក្រោកឈរឡើងវិញទាំងត្រដាប់ត្រដួសអ្វីត្បិតតែខ្លួនប្រាណរបស់គាត់ទ្រុឌទ្រោមតែស្មារតីរបស់គាត់មិនបានចុះចាញ់នោះទេគាត់បានដើរថយក្រោយបន្តិចរួចប្រើល្បិចបញ្ឆោតតាក់ទាញកីឡាករ Yajima ដែលកំពុងតែមានទំនុកចិត្តឲ្យចូលមកក្បែរ
គ្រាន់តែយ៉ាជីម៉ាចូលមកដល់ចម្ងាយប្រយុទ្ធភ្លាមតាកាម៉ូរ៉ាបានសកកណ្ដាប់ដៃអាប់ខាតពីក្រោមឡើងលើមួយដៃយ៉ាងធ្ងន់បំផុតចំចង្ការពេញទំហឹងដែលកម្លាំងនៃមួយដៃនេះគឺខ្លាំងសាហាវរហូតធ្វើឲ្យយ៉ាជីម៉ាបែកចង្ការនឹងប្រេះឆ្អឹងតែម្ដងបន្ទាប់មកតាកាម៉ូរ៉ាមិនទុកឱកាសឲ្យគូប្រកួតដកដង្ហើមបានឡើយគាត់បានបញ្ចេញក្បាច់ម៉ាត់សន្ធប់ផ្ទួនគ្នាយ៉ាងលឿនស្លែវនិងធ្ងន់បំផុតទៅលើរាងកាយគូប្រកួតយ៉ាជីម៉ាដែលកំពុងតែជោគចាប់ស្ពឹកមុខបានព្យាយាមប្រមូលអារម្មណ៍ឲ្យវាយបកវិញដោយប្រើក្បាច់ counter ដោយដែលគេធ្លាប់ទទួលបានជោគជ័យកាលពីដើមការប្រកួតដែរប៉ុន្តែលើកនេះតាកាម៉ូរ៉ាដឹងទាន់គាត់អាចគេចផុតពីកណ្ដាប់ដៃនោះយ៉ាងងាយស្រួលបំផុតរួចក៏បន្តម៉ាត់សន្ធប់ដោយព្យុះទៅលើគូប្រកួតរហូតទប់លែងជាប់មានវិនាទីមួយនោះយ៉ាជីម៉ាបានបាត់បង់ជំហរហើយរៀបនឹងដួលទៅហើយតែត្រូវតាកាម៉ូរ៉ាម៉ាត់អាប់ខាត់មួយដៃទម្លាយពីក្រោមមកវិញធ្វើឲ្យខ្លួនគេហើបឡើងលើមិនឲ្យដួលអត់ដីដើម្បីឲ្យគាត់អាចវាយបន្តបានទីបំផុតរាងកាយរបស់យ៉ាជីម៉ាក៏ដល់កំណត់ទប់លែងរួចហើយក៏ដួលខ្ពស់ទៅលើក្តារកេនវ៉ាសសន្លប់ឈឹងតែម្ដងឃើញស្ថានភាពបែបនេះអាញាកណ្ដាលមិនទាំងរាប់ឡើយគឺបញ្ឈប់ការប្រកួតភ្លាមហើយក៏លើកដៃប្រកាសថាតាកាម៉ូរ៉ាគឺជាម្ចាស់ខ្សែក្រវ៉ាត់ជើងឯកប្រដាល់ទម្ងន់កណ្ដាលម្នាក់ថ្មីយ៉ាងស័ក្តិសមបំផុតក្រោយចប់ការប្រកួតនៅយប់ថ្ងៃដដែលនោះអេប៉ូនិងតាកាម៉ូរ៉ាបានដើរត្រឡប់មកផ្ទះជាមួយគ្នាតាមដងផ្លូវដ៏ស្ងាត់ជ្រងំព្រមទាំងនិយាយរំលឹកអំពីគោលដៅរៀងៗខ្លួនពេលកំពុងដើរតាកាម៉ូរ៉ាដែលមើលទៅសង្ហានិងរឹងមាំខ្លាំងនៅលើសង្វៀននោះតាមពិតរងរបួសនឹងការឈឺចាប់យ៉ាងខ្លាំងពីការប្រកួតរហូតដល់ដើរត្រេតត្រោកចង់ដួលម្ដងការនេះធ្វើឲ្យអេប៉ូភ្ញាក់រលឹកនិងយល់ច្បាស់ដល់ក្រអៅបេះដូងថាការដើរទៅកាន់កំពូលនៃវិស័យកីឡាប្រដាល់នេះវាមិនមែនជារឿងងាយស្រួលឡើយគឺត្រូវហូរទាំងញើសហូរទាំងឈាមតែពិតទៅតាកាម៉ូរ៉ាពិតជាអរគុណអេប៉ូយ៉ាងខ្លាំងដែលបានស្រែកផ្ដល់កម្លាំងចិត្តដល់គាត់ពីខាងក្រោមសង្វៀននៅពេលដែលគាត់កំពុងតែបាក់ទឹកចិត្តបំផុតទោះបីជាមាត់គាត់រឹងមិនព្រមនិយាយពាក្យអរគុណចេញមកក៏ដោយជំនួសឲ្យការនិយាយអរគុណគាត់បាននិយាយលើកទឹកចិត្តអេប៉ូឲ្យខិតខំប្រឹងប្រែងដើម្បីយកជ័យជំនះក្នុងព្រឹត្តិការណ៍ប្រកួតរបស់ខ្លួននាពេលខាងមុខនេះឲ្យបានងាកមកមើលខាងអេប៉ូវិញម្ដងនៅឯសាលារៀនគាត់ត្រូវបានលោកគ្រូបន្ទប់ថ្នាក់ហៅទៅជួបផ្ទាល់ដើម្បីពិភាក្សាអំពីអនាគតនិងការជ្រើសរើសអាជីពក្រោយពេលរៀនចប់វិទ្យាល័យអេប៉ូបានប្រាប់លោកគ្រូយ៉ាងម៉ឺងម៉ាត់ដោយគ្មានការស្ទាក់ស្ទើរថាគាត់គ្មានបំណងចង់ចូលរៀននៅមហាវិទ្យាល័យនោះទេគាត់បានបញ្ជូលប្រាប់លោកគ្រូដែលកំពុងតែមានការសង្ស័យនិងមិនជឿជាក់ពីមូលហេតុពិតប្រាកដដែរគាត់ចង់ក្លាយជាកីឡាករប្រដាល់អាជីពគាត់និយាយពីចំណង់ចំណូលចិត្តនិងក្តីស្រមៃរបស់គាត់ដោយកែវភ្នែកមុតស្រួចដោយសារតែឃើញពីការតាំងចិត្តដ៏មុតមាំរបស់អេប៉ូលោកគ្រូក៏លែងបង្ខំហើយអនុញ្ញាតឲ្យគាត់កសាងអនាគតតាមក្តីស្រមៃដោយគ្រាន់តែផ្ដាំចុងក្រោយថាលោកគ្រូនឹងនៅទីនេះជានិច្ចចាំគាំទ្រប្រសិនបើអេប៉ូបដូរចិត្តចង់មករៀនវិញនៅថ្ងៃណាមួយក្រោយពេលចេញពីរៀនអេប៉ូបានទៅអង្គុយលេងម្នាក់ឯងនៅមាត់ទន្លេព្រមទាំងគិតស្រមៃអំពីភាពសប្បាយរីករាយនិងអារម្មណ៍រំភើបរបស់ខ្លួននៅពេលដែលបានប្រកួតស្របពេលនោះដែរកីឡាករកូបាសីដែលកំពុងតែរត់ហាត់ប្រាណពង្រឹងកម្លាំងជើងកាត់តាមទីនោះក៏បានប្រទះឃើញអេប៉ូហើយក៏ដើរចូលមកជជែកគ្នាលេងអ្នកទាំងពីរបាននិយាយយល់ចិត្តគ្នាយ៉ាងខ្លាំងពីអារម្មណ៍រំភើបនៅលើសង្វៀនដែលអារម្មណ៍នៃការប្រកួតមួយនេះគឺមិនអាចយកពាក្យសម្ដីណាមកបរិយាយប្រាប់អ្នកក្រៅឲ្យយល់បានឡើយមុនពេលលាគ្នាបន្តការហាត់កូបាសីបានផ្ដាំផ្ញើនិងជំរុញទឹកចិត្តអេប៉ូយ៉ាងយកចិត្តទុកដាក់ថាអេប៉ូត្រូវតែយកឈ្នះហាយ៉ាមីឲ្យបានហើយត្រូវតែដណ្ដើមពានរង្វាន់ទូទាំងប្រទេសនេះទោះក្នុងតម្លៃណាក៏ដោយលើសម្ដីលើកទឹកចិត្តបែបនេះអេប៉ូកាន់តែមានភ្លើងឆេះឆួលក្នុងខ្លួនហើយទន្ទឹងរង់ចាំការប្រកួតបន្ទាប់របស់ខ្លួនយ៉ាងអន្ទះសារបំផុតដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ធំនេះអេប៉ូបានរួមគ្នាជាមួយលោកគ្រូបង្វឹកកាម៉ូហ្គាវ៉ាអង្គុយមើលវីដេអូការប្រកួតចុងក្រោយរបស់ហាយ៉ាមីដើម្បីវិភាគរកចំណុចខ្សោយដើមឡើយអេប៉ូបានគិតថាក្នុងនាមជាអ្នកប្រដាល់ប្រភេទជោវៃគៀកគាត់ប្រកាសជាមានប្រៀបជាងហាយ៉ាមីជាក់ជាមិនខានប៉ុន្តែការគិតនេះគឺខុសស្រឡះព្រោះនៅក្នុងវីដេអូនោះហាយ៉ាមីបានវាយព្រោះគូប្រកួតដែលជា infighter ដោយអេប៉ូឲ្យសន្លប់យ៉ាងងាយស្រួលបំផុតបន្ទាប់ពីប្រឡែងលេងដោយកូនក្មេងអស់3ទឹករួចមកដោយដឹងច្បាស់ថាត្រឹមតែការចូលវាយគៀកមួយមុខគឺពិតជាមិនគ្រប់គ្រាន់ដើម្បីយកឈ្នះទេនោះលោកគ្រូនិងអេប៉ូក៏ចាប់ផ្ដើមការវឹកហាត់កម្រិតធ្ងន់យ៉ាងតឹងរ៉ឹងមកដោយបូកបញ្ចូលគ្នានឹងការរត់ហាត់ប្រាណចម្ងាយឆ្ងាយបន្ថែមម៉ោងនិងការហាត់កិច្ចក្បាលចុះឡើងដើម្បីត្រៀមខ្លួនធ្វើឲ្យហាយ៉ាមីអស់កម្លាំងនិងវាយក្បាច់ប្រចាំតកូល shotgun របស់គេឲ្យខុសគោលដៅយប់មួយអេប៉ូគីម៉ូរ៉ានិងតាកាម៉ូរ៉ាបាននាំគ្នាទៅញ៉ាំមីនៅហាងមីចិនអេវ៉ាតាដែលទីនោះគឺជាកន្លែងធ្វើការក្រៅម៉ោងរបស់ Aoki ពេលកំពុងញ៉ាំយ៉ាងឆ្ងាញ់ពិសាពួកគេបានជជែកគ្នាពីការប្រកួតរបស់ហាយ៉ាមីនិងការប្រកួតរបស់ Aoki ដែលជិតឈានចូលមកដល់ជជែកឡើងពួកគេក៏សន្និដ្ឋានបែបលេងសើចទាំងហួសចិត្តថាអ្នកណាដែលត្រូវឡើងប្រកួតមុន Aoki គឺគ្មានអ្នកណាម្នាក់គួរឲ្យខ្លាចនោះទេបន្ទាប់ពីជូនពរAokiឲ្យសំណាងល្អរួចមកអេប៉ូរួមទាំងរៀមច្បងទាំងពីរក៏បានធ្វើដំណើរទៅកាន់កន្លែងប្រកួតរបស់ហាយ៉ាមីតែម្ដងពេលទៅដល់កន្លែងអង្គុយទស្សនាក្នុងពហុកលាដ្ឋានភ្លាម
ក្រុមអ្នកគាំទ្រស្រីៗរបស់ Hayami ដែលមានគ្នាជាច្រើនរយនាក់បានស្រែកហូស្វាគមន៍ idol របស់ពួកគេយ៉ាងកងរំពងពេញសារប្រកួតធ្វើឲ្យ Kimura និង Takamura ធុញថប់និងរំខានត្រចៀកយ៉ាងខ្លាំងការប្រកួតក៏បានចាប់ផ្ដើមគូប្រកួតរបស់ Hayami គឺកីឡាករ Kazuhito Yasukawa ដែលជាអ្នកល្បីល្បាញខាងល្បឿននិងបច្ចេកទេសវាយតាំងពីនៅរៀនវិទ្យាល័យដើមទឹក Yasukawa មើលទៅហាក់បីដូចជាមានប្រៀបជាងខ្លាំងនិងអាចម៉ាត់ចូលគោលដៅបានច្រើនប៉ុន្តែភាពមានប្រៀបនេះមិនបាននៅយូរទេទីបំផុត Yasukawa បានក្លាយជាជនរងគ្រោះនៃក្បាច់ម៉ាត់កណ្ដាប់ដៃរាប់សិបក្នុងមួយវិនាទីគឺក្បាច់ shotgun ដ៏សាហាវព្រៃផ្សៃរបស់ Hayami ហើយក៏ដួលសន្លប់ចាញ់ការប្រកួតយ៉ាងអាម៉ាស់តែម្ដងឃើញទស្សនភាពដ៏គួរឲ្យខ្លាចនិងញាក់សាច់នេះផ្ទាល់ភ្នែកឯពោដែលអង្គុយមើលនៅខាងក្រោមរន្ធត់ចិត្តយ៉ាងខ្លាំងបែកញើសប៉ុនក្របពោតហើយក៏ដឹងខ្លួនភ្លាមថាបើចង់ឈ្នះបិសាច Hayami គឺគាត់មិនអាចនៅស្ងៀមបានទេគាត់ត្រូវតែវឹកហាត់ពង្រឹងសមត្ថភាពឲ្យខ្លាំងជាងនេះរាប់សិបដងទៀតទើបអាចមានសង្ឃឹមតើឯពោនឹងមានក្បាច់អ្វីទៅតតាំងជាមួយក្បាច់ shotgun របស់ Hayami កុំភ្លេចរងចាំតាមដានទស្សនានៅវីដេអូភាគក្រោយទាំងអស់គ្នានេះ admin ក៏សូម slash តែត្រឹមនេះសិនហើយយើងនឹងជួបគ្នានៅវីដេអូភាគបន្ទាប់ក៏ប៉ុន្តែមុននឹងបញ្ចប់ admin សូមសំណូមពរឲ្យបងប្អូនទាំងអស់គ្នាជួយ like share comment subscribe ដាក់សញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងមកណាដើម្បីទទួលបានវីដេអូថ្មីៗក្រោយៗទៀតគណៈពេលនេះ admin សូមជម្រាបលាពរឲ្យបងប្អូនទាំងគ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនបាយបាយសូមព្រះប្រទានពរ